រឿងវិញ្ញាណខ្មោចសង្សារចាស់នៅចុងឆ្នាំ2018សម័យកាលដែលយុវវ័យគ្រប់គ្នាកំពុងជក់ចិត្តនឹងការអូសបណ្ដាញសង្គមចូលចិត្តថតរូបលេងស្ទីលបែបសាមញ្ញនិងនិយមណាត់ជួបគ្នានៅតាមហាងកាហ្វេ brand ល្បីៗកណ្ដាលក្រុងភ្នំពេញពិសិដ្ឋគឺជាយុវជនម្នាក់ដែលមានជីវភាពធូរធារនិស្ស័យលយឆាយនិងទៅតែដូរមកជិះម៉ូតូធំស៊េរីថ្មីបង្អួតមិត្តភក្តិគេធ្លាប់មានទំនាក់ទំនងស្នេហាដ៏ជ្រាលជ្រៅមួយជាមួយម៉ានីដែលជានិស្សិតស្រីម្នាក់ដ៏ស្លូតបូតមកពីខេត្តឆ្ងាយពួកគេទាំងពីរធ្លាប់ជួលបន្ទប់មួយនៅជុំគ្នារួមសុខរួមទុក្ខនិងធ្លាប់សន្យានៅចំពោះព្រះពុទ្ធរូបថាទោះជាមានរឿងអីកើតឡើងក៏មិនបោះបង់គ្នាដែរបើប្អូនស្លាប់បងស្លាប់តាមបើបងក្បត់សន្យាសូមឲ្យវិញ្ញាណអូនតាមលងបេះដូងបងឲ្យធ្លាយប៉ុន្តែពេលវេលាកន្លងផុតទៅចិត្តមនុស្សក៏ប្រែប្រួលពិសិដ្ឋបានជួបជាមួយលីហ្សាដែលជាស្រីស្អាតកូនញាក់មានលយឆាយកណ្ដាលក្រុងភ្នំពេញភាពអភ័ព្វនិងភាពសាមញ្ញរបស់ម៉ានីលែងស្ថិតក្នុងកែវភ្នែករបស់ពិសិដ្ឋទៀតហើយគេបានសម្រេចចិត្តដើរចេញពីម៉ានីទាំងគ្មានអាសូរទុកឲ្យនាងយំអង្វររហូតសន្លប់បាត់ស្មារតីនៅក្នុងបន្ទប់ជួលចាស់នោះពីថ្ងៃក្រោយការបែកបាក់ម៉ានីខូចចិត្តខ្លាំងរហូតវង្វេងស្មារតីនាងបានផ្ញើសារចុងក្រោយទៅកាន់ពិសិដ្ឋតាម Messenger ថាបងសន្យាថានឹងស្រឡាញ់អូនរហូតដល់ស្លាប់បងដេញអូនដោយសត្វធាតុបើបងក្បត់សន្យាអូននឹងទៅតាមយកបងមកវិញទោះបីជាអូននៅឋានណាក៏ដោយឈាមត្រូវសងដោយឈាមជីវិតត្រូវសងដោយជីវិតពិសិដ្ឋគ្រាន់តែឃើញសារនោះហើយក៏ចាត់ទុកវាជាសាររំខានគេចុចរីតរួចចុច block គណនីរបស់នាងចោលភ្លាមដោយមិនខ្វល់ខ្វាយឡើយយប់នោះម៉ានីបានសម្រេចចិត្តប្រើខ្សែទេចងកសម្រាប់ខ្លួននឹងពីដានបន្ទប់ជួលបញ្ចប់ជីវិតដ៏កំសត់ទាំងក្តីគំនុំស្អុយរលួយសូន្យសាកសពរបស់នាងត្រូវបានគេប្រទះឃើញបន្ទាប់ពីធំក្លិនស្អុយភាយចេញមកក្រៅមួយខែក្រោយមករឿងរ៉ាវសោកនាដកម្មរបស់ម៉ានីចាប់ផ្ដើមស្ងប់ស្ងាត់ទៅតាមពេលវេលាពិសិដ្ឋនិងលីហ្សាកំពុងតែសោយសុខនឹងស្នេហាថ្មីយ៉ាងផ្អែមល្ហែមពួកគេទើបតែត្រឡប់មកពីដើរកម្សាន្តនៅខេត្តព្រះសីហនុវិញយប់មួយម៉ោងប្រហែល12យប់ជ្រៅបន្ទប់ទាំងមូលស្ងប់ជ្រងឹមឮតែសំឡេងម៉ាស៊ីនត្រជាក់បុករងឹមពិសិដ្ឋកំពុងតែគេងចុចទូរស័ព្ទ iPhone X របស់គេសុកស្រាប់តែមានសំឡេង notification របស់ Messenger លាន់ឮឡើងយ៉ាងខ្លាំងទីងពិសិដ្ឋបើកមើលទាំងងងុយដេកប៉ុន្តែភ្នែករបស់គេស្រាប់តែបើកធំខ្លួនប្រាណចាប់ផ្ដើមឡើងត្រជាក់កកភ្លាមគណនី Facebook របស់ម៉ានីដែលគេបានប្លុកចោលទៅហើយនោះបែរជាបង្ហាញរូបរាងឡើងវិញនិងផ្ញើសារចូលមកសារនោះសរសេរថាបងដេកលក់ស្រួលទេបងភ្លេចសន្យារបស់ពួកយឺហើយមានទេពិសិដ្ឋគិតថាប្រហែលជាមានអ្នកលួច hack គណនីរបស់ម៉ានីដើម្បីលេងសើចបន្លាចគេវាយអក្សរតបទៅវិញទាំងខឹងអ្នកណាលប់ហ្នឹងមកចាត់គេស្លាប់ទៅបុណ្យបាត់ហើយកុំមកលេងសើចអន់ចរិតបែបនេះប្រយ័ត្ននីឃ្លៀងបណ្ដឹងប៉ូលីសភ្លាមចំណុចចុច3 typing បានលោតឡើងភ្លាមហាក់ដូចជាមានអ្នកកំពុងអង្គុយចាំវាយអក្សរតបមកវិញយ៉ាងលឿនប៉ូលីសមិនអាចចាប់ខ្មោចបានទេបងបើបងមិនជឿថាជាអូនបងសាកបាយខ្នងមកមើលខ្នងរបស់បងមើលតើមានអីត្រជាក់ពិសិដ្ឋលេបទឹកមាត់ក្អឺខ្យល់លើក្នុងបន្ទប់បែរជាចុះត្រជាក់ខ្លាំងរហូតឡើងរងឹមធំក្លិនឆ្អាតឈាមដោយសាកសពអណ្ដើទឹកគេដកដង្ហើមញាប់យឺតងាកក្បាលទៅខាងខ្នងនៅចុងជើងគ្រែក្រោមពន្លឺព្រះខែចាំងកាត់បង្អោយខ្សោយមានស្រមោលមនុស្សស្រីម្នាក់សក់វែងអន្លាយគ្រងឈុតរាប់ពណ៌សដែលម៉ានីចូលចិត្តពាក្យជាងគេកាលទីនៅរស់នាងកំពុងឈរអោនក្បាលចុកថ្មឹងពេលដែលពិសិដ្ឋភ័យពេកស្រែកមិនទាន់ចេញផងស្រមោលនោះបានដើរចូលមកជិតគ្រែយឺតរួចងើបមុខឡើងចំកណ្ដាលពន្លឺមុខមាត់របស់នាងឡើងហើមស្ពឹកពណ៌ខៀវអ៊ុតភ្នែកទាំងគូលាងចេញមកក្រៅសឹងតែធ្លាក់ពីប្រឡងភ្នែកគ្មានប្រស្រីភ្នែកខ្មៅទេនិងអណ្ដោតរបស់នាងលាងវែងធ្លាក់ចុះមកដល់ទ្រូងមានទឹកលឿងហូរស្រក់តក់ទៅលើពូករបស់គេ
ยุ้ยขโมยลองไงពិសិដ្ឋស្រីអស់សម្លេងស្ទុះរត់ធ្លាក់ពីលើគ្រែបើកម៉ូតូធំជិះចេញពីផ្ទះទាំងយប់ទៅសុំដេកផ្ទះមិត្តភ័ក្តិទាំងប្រលឹងចុងសក់ប៉ុន្តែវិញ្ញាណចងពៀរបស់មនីមិនព្រមបញ្ឈប់ត្រឹមបន្ទប់គេងនោះទេនាងចាប់ផ្ដើមតាមឡងបន្លាចគ្រប់វិនាទីនិងកាន់តែសាហាវខូរខៅឡើងពីថ្ងៃក្រោយមកវេលាម៉ោង 2 រំលងអាធ្រាត្រពិសិដ្ឋត្រូវបង្ខំចិត្តបើកម៉ូតូធំរបស់គេត្រឡប់មកពីផ្ទះលីសាម្នាក់ឯងផ្លូវនាពេលយប់ស្ងប់ជ្រងឹមគ្មានមនុស្សម្នាធ្វើដំណើរឡើយពេលដែលគេកំពុងបើកបរក្នុងល្បឿនលឿនគេបានក្រឡេកមើលកញ្ចក់មើលក្រោយគេស្រាប់តែឃើញមនីអង្គុយពីក្រោយគេតាំងពីពេលណាមិនដឹងដៃទាំងពីរដែលសល់តែឆ្អង់និងសាច់រលួយស្រាក់ឈាមកំពុងតែលូកមកអោបចង្កេះគេជាប់នាងផ្អែកក្បាលដែលបាក់កម្រើតុកលើស្មាគេធ្លាក់ភ្នែកមួយចេញមកមាត់ស្រែកខ្សឹបដាក់ត្រចៀកគេទាំងសំឡេងក្រលើថាបើកល្បឿនលឿនជាងនេះទៀតមកបងអូនចង់ទៅឋាននរកជាមួយបងឥឡូវនេះហើយពិសិដ្ឋភ័យពេករឹងដៃចង្កូតភ្នែកងងឹតឈឹងមើលផ្លូវលេងខឿងម៉ូតូធំបានជ្រុលចង្កូតបុកកាត់របាំងថ្មដេកងាជើងក្រឡាប់ជាច្រើនត្រឡប់លើថ្នល់យាតម៉ូតូត្រីភ្លើងឆេះក្រហមច្រាលរីឯរាងកាយរបស់ពិសិដ្ឋខ្ទាតទៅបោកនឹងថ្នល់ឈាមស្រោចមុខខណៈពេលដែលគេកំពុងវល់ទាំងការឈឺចាប់លើថ្នល់គេបានងាកទៅមើលកន្លែងម៉ូតូឆេះគេមិនមែនឃើញកំទេចម៉ូតូទេអ្វីដែលគេឃើញគឺរូបសំណាកជង្រក់ធ្វើពីក្រដាសយ័ន្តបុរាណមានសរសេរឈ្មោះនិងថ្ងៃខែឆ្នាំកំណើតរបស់គេដេកឆេះខ្លោចនៅក្បែរនោះព្រមទាំងមានសំឡេងស្រីសោយតក់ក្អិចលាន់លឺចេញពីក្នុងភ្នែកក្លែងពិសិដ្ឋសម្លប់បិទស្មារតីរហូតដល់ប៉ូលីសមកជួយសង្គ្រោះយកទៅមន្ទីរភ្នែកបន្ទាប់ពីចេញពីមន្ទីរភ្នែកពិសិដ្ឋដឹងច្បាស់ថានេះគឺជាការតាមយកជីវិតពីមនីគេបានប្រាប់រឿងរ៉ាវពិតទៅលីសាដោយសារតែភ័យខ្លាចដូចគ្នាលីសាបានណែនាំឲ្យពិសិដ្ឋទៅរកគ្រូសូត្រដោះគ្រោះប៉ុន្តែមុននឹងទៅជួបគ្រូពិសិដ្ឋត្រូវបង្ខំទៅបន្ទប់ជួលចាស់របស់មនីម្ដងទៀតដើម្បីប្រមូលរបស់របររូបថតចាស់និងសម្លៀកបំពាក់ដែលនាងបន្សល់ទុកទាំងអស់យកទៅដុតបំផ្លាញចោលដើម្បីកាត់ផ្ដាច់ចំណងវិញ្ញាណតាមដំបូន្មានចាស់ប្រាប់លីសាក៏បានទៅកំដរគេទាំងភ័យព្រួយពេលទៅដល់បន្ទប់ជួលដ៏ស្ងប់ជ្រងំជាន់ទី3នៃអគារចាស់មួយបន្ទប់នោះត្រូវបានម្ចាស់ផ្ទះចាក់សោចោលតាំងពីថ្ងៃដែលមនីស្លាប់ពិសិដ្ឋបានសុំសោពីម្ចាស់ផ្ទះមកបើកទ្វារគ្រាន់តែដាក់សោមនួលបង្វិលបើកទ្វារភ្លាមក្លិនឆ្អះឈាមក្លិនទឹកលឿងនិងក្លិនស្អុយរលួយសាកសពបានភាយចេញមកក្រៃបោកចំមុខអ្នកទាំងពីរភ្លាមរហូតលីសាចង់ក្អួតនៅក្នុងបន្ទប់ងងឹតឈឹងគ្មានពន្លឺថ្ងៃចូលឡើយពេលដែលពួកគេដើរចូលទៅដល់កណ្ដាលបន្ទប់ស្រាប់តែទ្វារដៃខាងមុខបោកបិទខ្លាំងប្រាវពីខាងក្រោយសោទ្វារត្រូវចាក់ជាប់ពីខាងក្រៅដោយស្វ័យប្រវត្តិទោះបីជាពួកគេព្យាយាមទាញយ៉ាងណាក៏មិនរបើកដែរភ្លើងអំពូលនៅក្នុងបន្ទប់ចាប់ផ្ដើមឆេះភ្លឹបភ្លែតពណ៌ក្រហមដូចឈាមភ្លាមសំឡេងមនុស្សស្រីយំខ្សឹកស្អុយយ៉ាងឈឺចាប់ឮចេញពីក្នុងបន្ទប់ទឹកទ្វារបន្ទប់ទឹករបើកឡើងយឺតសាកសពរបស់មនីក្នុងសភាពអណ្ដើតលើអាកាសក្បាលចងច្បាត់នឹងខ្សែទីព្យួរជាប់នឹងពីដាននាងបណ្ដែកខ្លួនយឺតសម្ដៅមករកពួកគេភ្នែករបស់នាងហូរឈាមស្រោចថ្ពាំងដៃទាំងពីរដែលសល់តែក្រចកខ្មៅស្រួចបានលូកកាត់សាច់កពិសិដ្ឋយ៉ាងលឿនឈាមក្រហមច្រាលហូរជោកអាវរបស់ពិសិដ្ឋប៉ុន្តែក្នុងលេចបាក់បន្លាចរបស់ខ្មោចពិសិដ្ឋមិនទាន់ដឹងខ្លួនថាខ្លួនឯងត្រូវដាច់កស្លាប់ឡើយគេនៅតែឈរថ្មឹងភ្នែកឡើងក្រឡាប់ចាក់ពណ៌សក្បោះខ្លួនប្រាណឡើងរឹងកំប្រឹងរួចមាត់របស់គេក៏ហែកយឺតនិយាយចេញជាសំឡេងមនីយ៉ាងក្រលើគួរឲ្យព្រឺក្បាលថាបងសន្យាថាស្រឡាញ់អូនដល់ស្លាប់ពេលនេះដល់ពេលដែលបងត្រូវរក្សាសន្យាហើយទៅនៅឋាននរកជាមួយអូនលីសាភ័យពេកលែងដឹងក្តីក៏ដួលសន្លប់បាត់ស្មារតីទៅលើអ៊ីតការ៉ូព្រឹកឡើងម្ចាស់ផ្ទះជួលមកបើកទ្វារព្រោះឮសំឡេងលីសាស្រែកឆ្គាន់ឡប់អុកឡុកពីខាងក្នុងពេលទ្វាររបើកម្ចាស់ផ្ទះសឹងតែគាំងបេះដូងស្លាប់ព្រោះតែទិដ្ឋភាពចំពោះមុខគួរឲ្យរន្ធត់បំផុតពិសិដ្ឋបានដេកស្លាប់ក្នុងថ្លុកឈាមសាកសពរបស់គេត្រូវបានបង្វិលកបាក់ទៅខាងក្រោយ180ដឺក្រេភ្នែកទាំងពីរត្រូវបានខ្វាច់ចាក់ចេញបាត់បន្សល់តែរុនភ្នែកខ្មៅងងឹតគួរឲ្យខ្លាចរីឯលីសាភ
ភ័យខ្លាចរហូតដល់វង្វេងស្មារតីខ្លាយទៅជាមនុស្សឈួនអង្គុយសើចផងយំផងមាត់និយាយតែពីកមួយម៉ាត់ជារៀងរាល់ថ្ងៃថាម៉ានីមកយកហើយម៉ានីមកយកហើយម្ដាយរបស់ពិសិដ្ឋបានស្រែកយំសោកបោកខ្លួននិងបានធ្វើដំណើរទៅរកគ្រូទាយជើងខ្លាំងម្នាក់នៅខេត្តឆ្ងាយដើម្បីសួរនាំពីប្រលឹងកូនប្រុសនិងចង់ធ្វើពិធីហៅប្រលឹងកូនមកធ្វើបុណ្យតាមប្រពៃណីគ្រូទាយម្នាក់នោះគ្រាន់តែធំក្លិនប្រលឹងពិសិដ្ឋភ្លាមក៏ដកដង្ហើមធំរួចមានប្រសាសន៍ថាទាំងទឹកមុខស្ងោតហួតហែងថាធ្វើបុណ្យឲ្យគេក៏គេមិនទទួលបានដែរអ្នកស្រីអើយវិញ្ញាណសង្សារចាស់របស់គេនោះចងពៀសាហាវខូតខៅខ្លាំងណាស់មុនពេលនាងស្លាប់នាងបានរៀបចំពិធីចងប្រលឹង3ជាន់ដែលជាមន្តអាគមងងឹតដ៏សាហាវបំផុតជាន់ទី1នាងសរសេរជាន់ទី1នាងសរសេរឈ្មោះនិងថ្ងៃខែឆ្នាំកំណត់របស់ពិសិដ្ឋលើក្រដាសយ័ន្តរួចចងភ្ជាប់នឹងខ្សែតីដែលនាងចងកដើម្បីឲ្យប្រលឹងទាំងពីរចងជាប់គ្នាទោះស្លាប់ក៏មិនដាច់ជាន់ទី2នាងយកឈាមចុងរៀមដៃរបស់នាងសរសេរលើជញ្ជាំងបន្ទប់ជួលដាក់បណ្ដាសាក់ពំឲ្យពិសិដ្ឋមានក្តីសុខនិងកាត់ផ្ដាច់ដង្ហើមជីវិតគេជាលំដាប់ជាន់ទី3ពេលដែលនាងសម្លាប់គេបានហើយនាងបានស៊ីព្រលឹងរបស់ពិសិដ្ឋទាំងរូបមិនឲ្យព្រលឹងគេបានទៅចាប់ជាតិឬទៅរកពន្លឺធัวឡើយពេលនេះព្រលឹងរបស់ពិសិដ្ឋត្រូវរងទុក្ខវេទនាស្រែកយំអង្វរកคล้ายជាទីសាកវិញ្ញាណដាច់អាល័យរបស់នាងនៅឋានខ្មោចងងឹតជារៀងរហូតទោះបីជាយកគ្រូខ្លាំងប៉ុណ្ណាមកសូត្ររំដោះក៏មិនអាចជួយបានឡើយព្រោះកូនប្រុសរបស់អ្នកស្រីជាអ្នកបង្កើតពាក្យសន្យានោះដោយខ្លួនឯងក្រោយពីពិធីបុណ្យសពរបស់ពិសិដ្ឋបានបញ្ចប់ទៅសាច់ញាតិបានរៀបចំដុតបំផ្លាញរបស់របរប្រើប្រាស់របស់គេទាំងអស់រួមទាំងទូរស័ព្ទដៃរបស់គេផងដែរដើម្បីកុំឲ្យមានរឿងមិនល្អកើតឡើងបន្តប៉ុន្តែរឿងដែលគួរឲ្យព្រឺក្បាលនិងរន្ធត់បំផុតនោះគឺគេអ្នកនៅនៃ Facebook របស់ពិសិដ្ឋវាមិនត្រូវបានលុបឬបិទឡើយរៀងរាល់យប់នៅវេលាម៉ោង 12 យប់ជ្រៅចំពេលដែលម៉ានីស្លាប់គេអ្នកនៅនៃរបស់គេតែងតែលោត active ចុចពណ៌ខៀវជានិច្ចប្រសិនបើមានមិត្តភក្តិណាដែលមិនទាន់ដឹងរឿងហើយផ្ញើសារ message ទៅសួរនាំសារនោះនឹងត្រូវចុច read ភ្លាមរួចផ្ញើតបមកវិញជាវីដេអូឃ្លីបខ្លីមួយងងឹតឈឹងនៅក្នុងវីដេអូនោះគ្មានរូបភាពអ្វីទាំងអស់មានតែសំឡេងមនុស្សប្រុសស្រែកយំយ៉ាងឈឺចាប់ខ្លាំងលាយឡំដោយសំឡេងមនុស្សស្រីសើចក្អឹកយ៉ាងសប្បាយចិត្តលាន់ឮចេញពីក្នុងទូរស័ព្ទរបស់អ្នកមើលបង្កើនភាពព្រឺរោមចាក់ចិញ្ចុកក្បាលជាសញ្ញាបញ្ជាក់យ៉ាងច្បាស់ថាទោះបីជាស្លាប់ទៅហើយក៏ការចងពៀសងសឹកនិងការរក្សាសន្យាឈាមនេះមិនតាន់បញ្ចប់ឡើយ